សួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ Channel វិនហាន KH ម្ដងទៀតហើយហើយរឿងរ៉ាវនៅក្នុងថ្ងៃនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់បានទៅជួបហេតុការណ៍ដែលគួរឲ្យខ្លាចមួយហើយហេតុការណ៍មួយហ្នឹងគឺគាត់ថាវាស្ដែងមែនតើសម្រាប់ខ្លួនគាត់ដែលពីមុនគាត់ធ្លាប់ជួបដែរប៉ុន្តែគាត់ថាវាអត់ច្បាស់អញ្ចឹងវាអត់គួរឲ្យឆ្ងល់អញ្ចឹងឬក៏វាចម្លែកអញ្ចឹងណាប៉ុន្តែលើកនេះគឺវាច្បាស់វាឃើញនឹងភ្នែកនឹងព្រៃតែម្ដងហើយកន្លែងដែលកើតហេតុហ្នឹងគឺជាកន្លែងដែលគេពេញនិយមទៅដើរលេងដូចគ្នាក៏ប៉ុន្តែបងប្រុសគាត់មិនហ៊ានបញ្ចេញឈ្មោះនៅហ្នឹងទេណាអូខេអញ្ចឹងដើម្បីឲ្យបងប្អូនដឹងថាតើបងប្រុសគាត់បានជួបហេតុការណ៍ដែលគួរឲ្យខ្លាចគួរឲ្យព្រឺរួមបែបណាខ្លះទៅតាមដាននៅក្នុងខ្សែរឿងពេញទាំងអស់គ្នារឿងរ៉ាវមួយនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាបងឆាយហើយបងឆាយគាត់បាននិយាយថាហេតុការណ៍ដែលបានកើតឡើងហ្នឹងគឺថ្មីនេះទេនៅក្នុងឆ្នាំ2024ហើយបងឆាយបាននិយាយអំពីអត្តចរិតរបស់គាត់ចូលចិត្តក្នុងការដើរលេងក្នុងការបោះតង់ជាពិសេសទៅតំបន់ណាដែលគេពេញនិយមដើរលេងណាដូចឧទាហរណ៍ថានៅតំបន់មាត់ទឹកតំបន់ឆ្នេរតំបន់អីចឹងទៅហើយបងឆាយគាត់បាននិយាយថានៅក្នុងថ្ងៃមួយក្នុងឆ្នាំ2024ហ្នឹងគាត់និងមិត្តភ័ក្តិរបស់គាត់ចំនួន2នាក់បានបបួលគ្នាដើម្បីទៅដើរលេងនៅក្នុងតំបន់មួយដែលអាចថាជាតំបន់មាត់ទឹកប៉ុន្តែបងឆាយគាត់អត់ហ៊ានបញ្ចេញឈ្មោះទេព្រោះខ្លាចបងប្អូនដែលគាត់ទៅដើរលេងហ្នឹងបងប្អូនខ្លាចអញ្ចឹងណាហើយបងឆាយគាត់និយាយថាសម្រាប់ខ្លួនគាត់គឺគាត់អាសាបានឃើញរឿងរ៉ាវដែលចម្លែកមែនតើនិយាយរួមគឺរឿងរ៉ាវដែលពាក់ព័ន្ធជាមួយនឹងអមនុស្សអីចឹងណាគឺគាត់បានឃើញក៏ប៉ុន្តែការដែលគាត់ឃើញកន្លងមកហ្នឹងណាគឺមិនបានឃើញលក្ខណៈថាស្ដែងឬក៏មិនបានឃើញលក្ខណៈច្បាស់នោះទេគាត់ថាឃើញមកវឺតអីមកផ្លែតតែប៉ុណ្ណឹងឬក៏ឃើញរឿងរ៉ាវដែលវាដូចថាមិនគួរឲ្យជឿដូចថាឃើញមកផ្លែតហ្នឹងទៅបើប្រាប់គេគឺគេអត់ជឿគាត់អញ្ចឹងណាហ្នឹងហើយប៉ុន្តែគាត់ថានៅក្នុងថ្ងៃដែលគាត់ទៅដើរលេងហ្នឹងគឺគាត់បានជួបអញ្ចឹងបងឆាយគាត់ថាពេលដែលគាត់បានបបួលមិត្តភ័ក្តិរបស់គាត់នេះនៅក្នុងថ្ងៃដែលគាត់ទៅដើរលេងហ្នឹងណាគាត់បាននិយាយគ្នានៅក្នុងថ្ងៃសៅរ៍ព្រោះថាថ្ងៃសៅរ៍គាត់ធ្វើការតែមួយព្រឹកទេរហូតដល់ពេលម៉ោង1ម៉ោង2គាត់ចេញដំណើរទៅដល់លេងនៅតំបន់ដែលគាត់បានរៀបគម្រោងគ្នានឹងទៅនឹងហើយគាត់ទៅចំនួនគ្នា3នាក់អញ្ចឹងពេលហ្នឹងក៏គាត់បានចេញដំណើរទៅរហូតដល់ម៉ោង4ល្ងាចបានគាត់ទៅដល់ទីតាំងដែលគាត់ត្រូវទៅដើរលេងហ្នឹងណាអញ្ចឹងពេលដែលទៅដល់ហ្នឹងគឺគាត់បានរៀបចំផ្ញើម៉ូតូផ្ញើអីទៅហើយកន្លែងដែលគាត់ទៅហ្នឹងគឺគាត់មានគេហៅថាគេជួលឬក៏កន្លែងដែលគេ booking អញ្ចឹងណាអញ្ចឹងអាចថាកន្លែងហ្នឹងវាមានកញ្ចុះនៅមាត់ទឹកហ្មងហើយបើនិយាយប្រាប់ឈ្មោះទៅបងប្អូនអាចនឹងស្គាល់ហើយប៉ុន្តែគាត់អត់ហ៊ាននិយាយទេគាត់ថាពេលហ្នឹងគឺមានកញ្ចុះមានអីចឹងទៅក៏គេជួលគេអីលក្ខណៈថាជា romantic ជា private អីចឹងណាហើយយើងអាចអង្គុយទិញជាម្ហូបទិញអីទៅញ៉ាំអីនៅនឹងបានប៉ុន្តែគាត់ថាអញ្ចេះបងប្អូនបងឆាយគាត់ក៏ជាមនុស្សម្នាក់ដែលចូលចិត្តក្នុងការដែលនៅកន្លែងដែលយ៉ាងណាស្ងប់ស្ងាត់ជាងគេកន្លែងណាដែលអត់សូវមានមនុស្សគាត់ចូលចិត្តអញ្ចឹងជាមួយមិត្តភ័ក្តិរបស់គាត់ព្រោះអីគាត់អត់ចូលចិត្តញ៉ៃទេអញ្ចឹងពេលដែលគាត់ booking ហ្នឹងគឺគាត់ booking តែកញ្ចុះទេហើយពេលដែលម្ហូបឧទាហរណ៍យើងចង់ហូបភេសជ្ជៈអីផ្សេងឬក៏ម្ហូបអីផ្សេងយើងត្រូវកំងគេឲ្យហើយពេលឲ្យគេធ្វើឲ្យទៅក៏គេលើកឲ្យយើងអញ្ចឹងណាអញ្ចឹងពេលហ្នឹងបងឆាយរួមទាំងមិត្តភ័ក្តិរបស់គាត់ឥឡូវខ្ញុំសុំដាក់ឈ្មោះមិត្តភ័ក្តិរបស់គាត់ថាបង A បង B ចុះសួរហៅអញ្ចឹងមិត្តភ័ក្តិរបស់គាត់បង A បង B ហ្នឹងក៏គាត់កំងក៏អីអញ្ចឹងទៅម្នាក់គឺ sharing គ្នាចែកម្លែកគ្នាអញ្ចឹងទៅហើយពេលដែលគាត់ទៅដល់កន្លែងកញ្ចុះមួយហ្នឹងគឺគាត់ថាកន្លែងហ្នឹងគឺវាឆ្ងាយពីគេវានៅចុងគេអញ្ចឹងណាហើយពេលដែលអង្គុយនៅកន្លែងហ្នឹងគឺស្រស់ស្រាយមែនតើបងប្អូនដោយសារតែវានៅអាចថាមាត់ទឹកណាអញ្ចឹងពេលដែលយើងសម្លឹងពីលើកញ្ចុះដែលយើងអង្គុយហ្នឹងទៅគឺយើងមើលឃើញទិដ្ឋភាពមាត់ទឹកហ្នឹងហ្មងហើយនៅអាកន្លែងក្រោមកញ្ចុះហ្នឹងនិយាយទៅកញ្ចុះហ្នឹងវាធ្វើយ៉ាងខ្ពស់នៅគេហៅថាយើងធ្វើឆ្លងពីច្រាំងខាងលើអញ្ចឹងណាហើយវាមិនមែននៅផ្ទាល់ដីទេខ្ញុំសង្ឃឹមថាបងយល់ហើយហ្នឹងណាអញ្ចឹងពេលដែលយើងអង្គុយនៅលើកញ្ចុះហ្នឹងយើងអាចសម្លឹងទៅក្រោមទៅសម្លឹងទៅមាត់ទឹកនឹងបានលក្ខណៈដូចជាឆ្នេរដូចជាអីអញ្ចឹងណាហ្នឹងហើយដល់ពេលហើយក៏អាចថាមានអ្នកខ្លះគាត់ទៅដើរលេងនៅមាត់ឆ្នេរនឹងអីហ្នឹងក៏មានដែរក៏ប៉ុន្តែបងឆាយគាត់បាននិយាយថាពេលដែលគាត់ទៅដល់ហ្នឹងវាមក4ហើយអញ្ចឹងតម្រាំតែគាត់ចាំហូបចាំអីមក4ជាងមក5អីអញ្ចឹងទៅហើយគាត់ក៏មានហូបគ្រឿងភេសជ្ជៈគ្រឿងអីផ្សេងអញ្ចឹងទៅហើយពេលហ្នឹងគឺអញ្ចឹងបងប្អូនគាត់អង្គុយហូប3នាក់ហ្នឹងដំបូងឡើយមានមនុស្សគេថាគេនៅម្ដុំនំនឹងខ្លះអញ្ចឹងតែស្រាប់តែដល់គាត់អង្គុយម៉ោងប្រហែលជា8 9យប់ចាប់ផ្ដើមមនុស្សដែលគេមកលេងគេចាប់ផ្ដើមទៅផ្ទះឲ្យខ្លះអញ្ចឹងទៅហើយដល់ពេលហ្នឹងក៏បងឆៃក៏ដូចជាមិត្តភ័ក្តិរបស់គាត់គឺគាត់ចូលចិត្តក្នុងភាពស្ងប់ស្ងាត់អញ្ចឹងពេលដែលល្ងាចកាន់តែ
ដូចថាល្ងិតទៅមេឃវាកាន់តែត្រជាក់ទៅអញ្ចឹងណាហើយមានខ្យល់អីរំភើយអញ្ចឹងទៅហើយបើនិយាយអំពីនៅមាត់ច្រាំងឬក៏មាត់តាមបដោយឆ្នេរនឹងទន្លេនឹងវិញគឺមានដើមឈើអីនឹងមកដុំនឹងអញ្ចឹងទៅហើយពេលដែលបងឆាយក៏ដូចជាមិត្តភក្តិរបស់គាត់បង A បង B នេះកំពុងតែអង្គុយហូបគាត់ថាប្រហែលជាមក9ជាងពេលហ្នឹងគឺគេចាប់ផ្ដើមទៅស្ងាត់អស់លីងដូចថាអ្នកដែលនៅក្បែរម្ដុំកញ្ចុះរបស់គាត់ហ្នឹងគឺគេទៅអស់ហើយនិយាយទៅគឺស្ងាត់អញ្ចឹងពេលដែលគាត់ថាឃើញគេទៅស្ងាត់អញ្ចឹងក៏មានអារម្មណ៍ថាសប្បាយព្រោះថាយើងអាចមានអារម្មណ៍មួយដែលមូលហើយយើងកុំឲ្យ stress កុំឲ្យអីចឹងណាអញ្ចឹងពេលដែលគាត់អង្គុយទៅចេះតែនិយាយគ្នា3នាក់ហ្នឹងអង្គុយនិយាយពីរឿងការងារនិយាយពីរឿងក្នុងចិត្តនិយាយពីរឿងស្នេហានិយាយពីរឿងសង្សារអីខ្លះអញ្ចឹងទៅបែបលក្ខណៈថាប្រុសនិយាយគ្នាអញ្ចឹងណាអញ្ចឹងពេលដែលគាត់អង្គុយបានសុកប្រហែលជាមក9ជាងពេលហ្នឹងក៏មានខាងបុគ្គលិកខាងកញ្ចុះហ្នឹងណាគេប្រាប់វាថាបងអើយបងឯងអាចថាជាស្លាយថាបងឯងនេះពុទ្ធសាសខ្ញុំរៀបចំបិទអញ្ចឹងណាអញ្ចឹងគេមកប្រាប់យើងមុនទៅហើយគេថាខ្ទង់មក10ជាងអីគេបិទហើយមកថាមិន10ទេចុះអញ្ចឹងគេបិទហើយអញ្ចឹងពេលហ្នឹងក៏បងឆាគេថាអូខេអត់អីទេចាំដល់ពេលបិទចាំបងឯងមកប្រាប់ខ្ញុំម្ដងទៀតទៅចាំខ្ញុំទៅហ្មងព្រោះខ្ញុំចង់អង្គុយលេងឲ្យបានយូរអញ្ចឹងខ្ញុំចូលចិត្តខ្យល់ត្រជាក់អញ្ចឹងទៅអញ្ចឹងពេលហ្នឹងខាងបុគ្គលិកដែលថាគេអ្នករៀបចំគេសារចានសារសម្រាមអីដែលនៅលើកញ្ចុះហ្នឹងគឺគេដើរសារអញ្ចឹងណាតែបុគ្គលិកហ្នឹងគឺមានតែម្នាក់ទេបុគ្គលិកស្រីអញ្ចឹងណាហើយពេលហ្នឹងក៏ស្ងាត់ទៅអញ្ចឹងទៅប៉ុន្តែបងឆាយគាត់បាននិយាយថាខ្ទង់មក10កន្លះពេលហ្នឹងនៅតាមបដោយមាត់កញ្ចុះគាត់ហ្នឹងគេមានភ្លើងដែរគាត់ថាភ្លើងលក្ខណៈជាភ្លើងរ៉ូមែនតិចណាអញ្ចឹងពេលដែលគាត់អង្គុយសុកហ្នឹងគាត់និយាយបើដូចថាគាត់ចេះតែភ្នែកមើលទៅទេសភាពភ្នែកអីចឹងណាស្រាប់តែគាត់ថាពេលហ្នឹងគាត់ឃើញមនុស្សស្រី2នាក់ហ្នឹងគឺរបៀបថាគាត់មើលឃើញគេអង្គុយនៅមាត់របៀបមាត់ទឹកណាបងប្អូនអង្គុយមាត់ទឹកអង្គុយលក្ខណៈដូចជាមនុស្សយើងអង្គុយលំហែអង្គុយលេងអញ្ចឹងណាប៉ុន្តែគាត់ថាឃើញស្រី2នាក់ហ្នឹងគឺអង្គុយលក្ខណៈថាឈ្ងោកមុខចុះឈ្ងោកមុខរបៀបដូចមនុស្សយើងនិយាយស្រួលស្អាតទេថាមនុស្សដែលអង្គុយឈ្ងោកមុខហើយអង្គុយយំគឺឈ្ងោកមុខទាំង2នាក់នៅមាត់ទឹកដែលនៅម្ដុំក្បែរកញ្ចុះគាត់ហ្នឹងប៉ុន្តែពេលហ្នឹងក៏បងឆាយគាត់អត់ទាន់ចាប់អារម្មណ៍ដែរគាត់គិតថាជាអ្នកដែលគេដើរលេងអីក្មេងៗស្រីគេដើរលេងអីអញ្ចឹងណាហើយគាត់អត់បានចាប់អារម្មណ៍ទេប៉ុន្តែនៅពេលដែលគាត់ងាកមកនិយាយមួយមិត្តភក្តិរបស់គាត់បានសន្ធុងហើយមកគាត់ក៏និយាយគាត់ចាប់អារម្មណ៍ណាគាត់ក៏លេចទៅវិញគាត់ថាមើលទៅអត់មានឃើញមនុស្សស្រី2នាក់ហ្នឹងទេបាត់ឈឹងអញ្ចឹងបងឆាយគាត់គិតថាគេដើរទៅផ្ទះគេវិញហើយព្រោះយប់អីអញ្ចឹងណាហើយបងឆាយគាត់ក៏មិនចាប់អារម្មណ៍ដែរគាត់ក៏និយាយលេងជាមួយមិត្តភក្តិរបស់គាត់បន្តទៅស្រាប់តែគាត់ថាពេលហ្នឹងគឺគាត់រៀងសបឹងសឿងដែរដោយសារតែគាត់មានឃើញសបឹងអីញ៉ាំអីចឹងណាជាមួយមិត្តភក្តិរបស់គាត់ម្នាក់គឺរៀងធ្លាក់ភ្នែកអីដែរហើយបងឆាយគាត់ថាពេលដែលគាត់និយាយបដាគាត់ចេះតែងាកឆ្វេងងាកស្ដាំអញ្ចឹងទៅគាត់ក៏កលេចទៅមើលកន្លែងដែលក្មេងស្រី2នាក់ហ្នឹងអង្គុយមកញោះគាត់ថាពេលហ្នឹងឃើញក្មេងស្រី2នាក់ហ្នឹងអង្គុយទៀតប៉ុន្តែអង្គុយលើកហ្នឹងគឺក្មេងស្រី2នាក់ហ្នឹងអង្គុយបែរខ្នងអញ្ចឹងពេលហ្នឹងបងឆាយគាត់ចេះឆ្ងល់ថាហើយមិញទៅបាត់ហើយមិញបានមកវិញសង្ស័យតែ2នាក់ហ្នឹងរឿងសេតរឿងសង្សារអីចឹងណាដូចថាសង្សារគេបែកចិត្តគេអីចឹងទៅហើយបងឆាយគាត់ចាប់អារម្មណ៍ទេប៉ុន្តែគាត់ថាពេលដែលគាត់និយាយបាយមកមិត្តភក្តិរបស់គាត់បានបន្តិចក្រោយមកហ្នឹងគាត់ចង់ដឹងទៀតរបៀបថាគាត់ឃើញស្រីនោះរៀងស្អាតដែររបៀបថារូបរាងគេរៀង slim រៀង slow នេះចឹងណាហើយស្លៀកខោកាប៊យអាវរៀងយឺតទៅបងប្អូនអញ្ចឹងពេលហ្នឹងគាត់ក៏ចេះតែដៀងមើលទៅណាគាត់ក៏លេចទៅមើលម្ដងទៀតគាត់ថាឃើញក្មេងស្រី2នាក់ហ្នឹងកំពុងតែអង្គុយប៉ុន្តែដៀងក្បាលបែរមកមើលគាត់លក្ខណៈថាអញ្ចឹងបងប្អូនសាកអង្គុយទៅហើយយើងងាកទៅរៀងឆ្វេងបន្តិចមកយើងងាកដៀងបន្តិចដៀងភ្នែកបន្តិចមកគឺគាត់ថាឃើញលក្ខណៈអញ្ចឹងឃើញដៀងភ្នែកទាំង2នាក់ហ្នឹងមើលមកកាន់គាត់ហើយបងឆាយគាត់ថាពេលហ្នឹងគាត់មើលអត់ច្បាស់ទេគាត់ដឹងថា2នាក់ហ្នឹងកំពុងតែអង្គុយមើលគាត់ស្រាប់តែដល់ពេលហ្នឹងបងឆាយគាត់ក៏សួរមិត្តភក្តិរបស់គាត់ដូចថាគាត់បែរទៅនិយាយមួយមិត្តភក្តិរបស់គាត់ថាអា2នាក់ហើយមើលស្រីស្អាតកំពុងតែអង្គុយសែតនៅនោះដល់ពេលហើយមិត្តភក្តិរបស់គាត់ក៏អើតក្បាលមកមើលហើយក៏និយាយថាឯណាដល់អញ្ចឹងក៏មិត្តភក្តិគាត់ឲ្យក្បាលមកមិត្តភក្តិរបស់គាត់ថាអត់ឃើញទេហើយបងឆាយគាត់ថាមិនឃើញមិននោះ2នាក់នោះអង្គុយនោះកន្លែងនោះស្រាប់តែគាត់បែរឆាច់ទៅទាំងបងឆាយហ្នឹងក៏ថាក៏អត់ឃើញ2នាក់ហ្នឹងដែរនិយាយទៅបងឆាយគាត់ថាពេលហ្នឹងគឺគាត់ដូចជាងភាំងអីមិនដឹងព្រោះមិញគាត់ឃើញហើយដល់ពេលមិត្តភក្តិរបស់គាត់ថាអត់ឃើញដល់ពេលគាត់កន្លែងមកក៏អត់ឃើញដែរអ
Dân có ta cho mình có sờ bắn phné được có sờ bắn được có mày bọn thái có ta mình có khơi cho bán cứ khơi mới đi sấy pi nè ấy có khơi đừng sầm liệp bằng pẹ lại là ta khơi pẹ ai dứt ai kho cái bồi điện giống pi nó bằng bồn trái có chập đào mía làm thay hiện xoang xài ăn tí chứ là vì ta mình đưa cái bông từ sờ bắn từ pi khơi chân hiện chập lại chứ mía làm thay nhẹ nhẹ luôn tí bọn thái mất pẹ bà có tha con nó dậy liền bọn thái bông trái có tha con là ban gì lên thì hay mất pẹ bà có ở chừa vừa xa ta mượt khơi nhau chẳng có quạt quay nhám bà to thì tử bọn ta không chật bóng trái nè có thác có nơi ta song sai có nơi ta chừng ngọt ta hai đấy ban chia mình còn mưa khơi hai đấy ban chia ạt khơi đó là pi bóng trái đấy còn quay ban mà dần thu cái màu có tha pi nó phải dịch tông màu đọp mà phay bầm bay phay bầm buồn có chấm bùa có miền này là ca còn lực này là ca còn mưa có cả lấy tầm mưa mà đông năng tiệt có trọng đắng thật ta xây pi nhẹ nó quạt hột buôn được cả quạt mấy chứ cứ có tham đón khơi đón bắt chẳng á bóng trái còn có tha viên mình đai tha u thọ bờ khăm mỏi luôn đai khăm mỏi lan luôn ở khơi cho bạn chẳng á có tha viên mình đai chẳng miền là pi nhẹ nó còn lẹ cái đạn tha còn đào từ cái lại prey chẳng á còn đào từ màu được còn màu coi lên chẳng từ việc tham mà đưa đại còn xe còn ấy còn đào chỗ đào lao chẳng á na chẳng bóng trái còn cất bạn nâng của có tham viên mình đai khăm mỏi lan luôn còn chẳng gì còn vậy chẳng bóng đó là pi hỏi ba mà dần thu cái máu tung màu mình đọc hay giờ sam buôn sam phèm vì nó bóng trái còn sầm lắng từ mưa cái lại mà nhớ cái lại này còn khơi mà nhớ còn khơi pi nhận đài bóng tay bóng ổn bóng trái có tha pi để có cả lấy từ mưa cái lại khổm nam chư mùi đại bên nơi một chèn được không còn cả lấy thứ có tha khơi pi nhận nó cái bông tại chỗ chôn tâm cái ní hãy chôn được khổm nam chư nó mai mà mưa quạt hãy bóng trái có tha pi nó khơi mình xảy pi nhận nó cái bông tại chỗ người mưa từ lư chạy bố thọ mà ná có đèn nơi cpu chiêng chẳng á có thác khơi cái bông tại châu mưa quạt hãy đọc pi đại bóng trái con mưa ở men tên tới có tha khơi pi nè đừng mỏng con tay ở quay đại bóng trái có tha con chìm lái chứ con mưa du tới có tha khơi pi nè nó cứ thấm ta chỉ cung lang lư thì vậy tới có tha mưa chẳng nát có khơi ta bần nặng con tay con phẳng nhi phê mưa ấy hãy con ở thiên thang bật phẹ bà quạt thì đợi xa ấy xa con trong mưa ở chỗ ba sần bùa ra mấy con thang bật phẹ bà quạt mượt khơi hay nam mũi con ở thiên nghĩa tranh thì có thà bảo con nghĩa tranh ai thập pi nè nó tay nạ bạt ấy chẳng á bố có trong đằng có đằng nào cho bà có xiêm mơ pi nè nó mơ chẳng ná có khơi ta thầm cho con lang lừa đây phần tái pi nè nó cầm bông tại chỗ bay mà mơ bố quạt mà mơ bong trai cái đôi cho bằng e bằng bi nè hãy pi nó bằng e bằng bi nó lại là quạt coi vậy kia thò mà đa vậy ấy chẳng á đó là p bằng e bằng bi còn khơi bằng trai nhị mà mơ chẳng có xua thả trai ấy mười kê ấy nhị từ nông mười kê hãy bóng trái có tha anh cầm bông từ mưa pi nhẹ mà nâng lấy anh cầm bông từ khơi nhảy lại mà mưa mà hãy bóng trái còn nghĩa tránh nhá nè có nghĩa tránh để có tha pi nhẹ nó cứ nơi cho nên nó mưa còn nó còn tái p để bóng a bóng b còn nghĩa mà mưa nè có tha vi chấm lại bóng a bóng b có tha con mưa khơi hay bóng trái có tha pi nó còn mưa khơi hay có chỗ có tha nụ lại còn làm chơi nó pi nó còn bông trong mưa còn bóng ổ nói bóng a bóng b có tha ảnh đi smart còn vậy cái ba bóng trái mà bầu ấy nè có tha hãy cùng một bà anh chắc á hãy chạy chẳng mình ta không mau vậy chẳng hãy pe nó bóng a bóng b có mình chứa hãy bóng trái có tha nó anh khơi men ta bóng tái pe đẹp bóng a bóng b còn vậy tha hãy một bà anh thì không mau nữa chập ở đám bóng trái còn mẹ làm ta plư cái bà có tha tích luôn không mau men tử bóng tái có tha vi chầm lái chứ con khơi cho ba mỏng búa con đái khơi chẳng gì đó là pe hai bóng trái ấy có sệt mỏng có tha ê mà ôn hãy thấy bạn mà cho mưa bông nó lại nâng chẳng mẹ ôn anh trong phật xẻ đây mẹ bởi trong phật mò mũi bông ạ chầm bông ba chầm bông phê chẳng á có xế chẳng bông á nó phê có xế tức có ta pi nhận nó có ăn miên vậy đây cứ nó trôn nè đó pi và to pi nâng máu bóng trái có đi tha ở chất đấy mà bốn có ở chất nâng pi nhận nó sợ còn đang tha ta pi nhận nó chỉ là nã kì hay mấy bạn chỉ muốn phẹ bà con mượt khơi con mưa khơi anh nó vì rừng môi đại tha số bây tại nhóm có nhóm bà bạn chưa một bốn còn nãy bóng trái có tha pi nữa cứ cọt khơi kia cái bông tại châu mưa quạt đó là pi và to pi nâng màu bóng trái quạt có hiện đi ta còn nhi phơi mưa mà đòn tiệt quạt trọng đăng á còn mưa men tên quạt phẳng xuống phơi bà quạt á phụ ấy viêm mẹ nơi chất đấy việc nơi ngay đây chẳng có xuống phơi còn nhi quạt nhi cho nhi lăng còn mưa mà đòn tiết có tha khơi pi nè nó cứ luyện thật được đá ở chỗ được lại play nó cứ bật chân chẳng tự chẳng bóng trái có tha pi nè nó cứ ai tha chia hà sắp á là việc tha chia một nữ rồi con mình men chia một nữ có trong sải chẳng có tha bảo sân chia mình men mình nữ á hai đấy bạn chỉ quạt mưa khơi là cái nào một ấy cứ khơi cho ba mỏng cứ chia một nữ một bốn
ហើយឃើញកៅអៅអីច្បាស់ហ្មងប៉ុន្តែអ្វីដែលចម្លែកគឺគាត់អត់ឃើញជើងទេអត់ឃើញតែត្រឹមជង្គង់ឡើងលើស្លៀកខោកបោជើងវែងទៀតប៉ុន្តែឃើញតែត្រឹមជង្គង់ឡើងលើអាហ្នឹងអ្វីដែលគាត់ឃើញចាក់ស្ដែងហ្មងពេលដែលគាត់និយាយបែបហ្នឹងទៅកាន់មិត្តភក្តិរបស់គាត់ពីរនាក់ហ្នឹងគឺអត់ជឿទេអត់ជឿគាត់ទេណាអញ្ចឹងពេលដែលម៉ោងប្រហែលជាជិតម៉ោង10ហើយមានបុគ្គលិកដែលគេមកដូចថាគេមកក្បែរកន្លែងគាត់ហ្នឹងគេប្រាប់គាត់ឡើងវិញថាគាត់បានប្រាប់គេថាដល់ពេលមកបាត់មកប្រាប់គាត់មកចាំគាត់ទៅអញ្ចឹងក៏បុគ្គលិកគេមកប្រាប់ទៅក៏គេនិយាយប្រាប់បងឆាយថាកុំឲ្យនៅយប់ពេកអញ្ចឹងណាវាអត់ល្អទេបងឯងឆាប់ទៅផ្ទះទៅហើយនៅពេលហ្នឹងស្រាប់តែបងឆាយហើយនឹងបងអេបងប៊ីគាត់ក៏ឆ្ងល់គាត់ថាហេតុអីបានជាបុគ្គលិកនិយាយភាសាហ្នឹងទៅកាន់ភ្ញៀវនិយាយថាបងឯងកុំនៅយប់ពេកវាអត់ល្អទេរបៀបថាដូចបើយើងស្ដាប់ទៅមានអារម្មណ៍ថាគាត់កំពុងតែបដៅយើងថាកុំឲ្យយើងដើរលេងយប់ពេកអញ្ចឹងណាហើយបងឆាយគាត់អត់ទាន់យល់អត្ថន័យបងប្រុសម្នាក់ដែលគាត់ប្រាប់នឹងទេដល់ពេលអញ្ចឹងទៅក៏គាត់សួរហ្មងគាត់ថាបងឯងនិយាយអញ្ចឹងមានន័យថាម៉េចដល់ពេលហើយក៏បងប្រុសនឹងក៏និយាយថាអូបងអើយបងឯងកុំនៅយប់ពេកខ្លាចដូរបងឯងខ្លាចបងឯងអីអញ្ចឹងណាហើយពេលហ្នឹងក៏បងឆាយកាន់តែឆ្ងល់ហ្មងនិយាយទៅពួកគាត់ទាំង3ហ្នឹងក៏ឆ្ងល់ក៏សួរថាម៉េចបងឯងនិយាយមិនខ្ញុំមនុស្សប្រុសខ្ញុំខ្លាចស្អីហើយមានរឿងអីកើតឡើងបានមកឯងនិយាយចឹងហើយពេលហ្នឹងក៏បងប្រុសម្នាក់គាត់ថាគាត់អត់និយាយទេនៅនឹងគាត់អត់និយាយទេដល់ពេលចឹងទៅក៏បងឆាយនេះគាត់ថាឥឡូវបើបងឯងអត់ហ៊ាននិយាយក៏បានដែរប៉ុន្តែខ្ញុំសុំលេខបងឯងមួយហើយមិនមកចាំបងឯងចាំប្រាប់ខ្ញុំពេលក្រោយក៏បានដែរហើយខ្ញុំគ្រាន់តែចង់ដឹងទេហើយខ្ញុំសន្យាមួយបងឯងថាខ្ញុំអត់ប្រាប់ទេប៉ុន្តែបើសិនជាបងឯងអត់ប្រាប់ខ្ញុំអាចនឹងនិយាយថាបងឯងហ្នឹងដេញភ្ញៀវឬក៏បងឯងនិយាយអត់ល្អពីភ្ញៀវគាត់និយាយលក្ខណៈថាលេងផងមែនផងអញ្ចឹងណាហើយបងប្រុសម្នាក់ហ្នឹងគាត់ថាតាមពិតគាត់មានរឿងដែលចង់ប្រាប់ប៉ុន្តែគាត់អត់ហ៊ានប្រាប់ខ្លាចលោថាតែកាលណាមេគាត់ដឹងថាគាត់និយាយគឺអាចនឹងគាត់អត់មានការងារធ្វើអញ្ចឹងណាអញ្ចឹងបងឆាយគាត់ថាអត់អីទេខ្ញុំជាអ្នកដែលធ្វើការដែរហើយខ្ញុំនិយាយមកណាគឺមិនដឹងហើយឥឡូវចាំមិនមកចាំខ្ញុំតាក់ទងមកបងឯងពេលក្រោយប៉ុន្តែពេលហ្នឹងក៏គាត់បានចេញទៅណាគាត់ចេញទៅ3នាក់ហ្នឹងក៏ចេញទៅពេលដែលគាត់ចេញទៅហ្នឹងបងឆាយគាត់ថាគាត់អត់ជន់អស់ចិត្តទេគាត់ថាចង់បបួលមិត្តភក្តិរបស់គាត់បងអេបងប៊ីហ្នឹងទៅអង្គុយមាត់ឆ្នេរអាកន្លែងដែលគាត់ឃើញស្រី2នាក់មិញហ្នឹងណាគាត់ចង់ដឹងថាតើអ្វីដែលគាត់ឃើញមិញជាស្អីគេនិយាយរួមបងឆាយជាមនុស្សម្នាក់ដែលគាត់ហ៊ានណាគាត់អត់ខ្លាចទេបងប្អូនគាត់អត់ខ្លាចទេប៉ុន្តែនៅពេលដែលមិត្តភក្តិរបស់គាត់នេះឮគាត់និយាយចឹងគាត់ថាគាត់អត់ទៅទេព្រោះអីដោយសារតែយប់ហើយប្រញាប់ទៅផ្ទះវិញចឹងប៉ុន្តែបងឆាយគាត់ថាគាត់អត់បានមានកម្រងទៅផ្ទះវិញទេព្រោះសារថ្ងៃអាទិត្យអត់ធ្វើការទេហើយបងឆាយគាត់បាននិយាយថាគាត់បាន booking ផ្ទះសំណាក់គេហើយអញ្ចឹងគឺស្អែកគឺយើងនៅដើរលេងមកព្រឹកទៀតយើងនៅវាថាចាំដល់ម៉ោង1ម៉ោង2ម៉ោង3ចាំយើងចេញទៅផ្ទះវិញអញ្ចឹងណាហើយពេលហ្នឹងបងអេបងប៊ីគាត់អត់ទាន់ដឹងទេដល់ពេលអញ្ចឹងទៅក៏បងឆាយគាត់ថាឥឡូវគាត់អត់ទាន់ទៅទេចង់នៅអង្គុយលេងលំហោអារម្មណ៍អីចឹងណាហើយបើនៅកន្លែងកញ្ចុះហ្នឹងគឺគេបិទហើយអញ្ចឹងយើងអាចអង្គុយនឹងបានទេយើងទៅអង្គុយមាត់ឆ្នេរបាត់អីទៅពេលហ្នឹងបងឆាយក៏ដូចជាបងអេបងប៊ីហ្នឹងគាត់បានទិញបញ្ញាទិញអីបន្ថែមទិញសាច់ខ្លែមទិញអីបន្ថែមគាត់ទៅអង្គុយបងប្អូនអង្គុយនៅកន្លែងម្ដុំដែលគាត់ឃើញស្រី2នាក់ហ្នឹងមិញហ្នឹងណាហើយបងអេបងប៊ីគាត់មានអីទៅខ្លាចបងប្អូនដោយសារគាត់អត់មើលឃើញអីផងហ្នឹងហើយដោយសារតែសបឹងស្រាផងហើយបងឆាយនេះគាត់ក៏មនុស្សដែលហ៊ានឬគាត់ចង់ដឹងដែរគាត់ក៏ទៅ3នាក់ហ្នឹងទៅអង្គុយកន្លែងដែលគាត់ឃើញមកអញ្ចឹងបងឆាយហ្នឹងគាត់ទៅអង្គុយហ្នឹងដល់ពេលគាត់ដើរទៅដល់ពាក់កណ្ដាលផ្លូវបងប្រុសម្នាក់ដែលជាបុគ្គលិកហ្នឹងគាត់និយាយថាបងឯងទៅណាបងឯងកុំទៅអីនៅនោះមិនទៅទេដល់ពេលហើយបងឆាយគាត់និយាយថាខ្ញុំត្រូវទៅព្រោះអីខ្ញុំមកដើរលេងខ្ញុំអត់ខ្វល់ទេហើយបងប្រុសម្នាក់ហ្នឹងគាត់ក៏អត់ខ្វល់ដែរណាអញ្ចឹងបងឆាយគាត់ក៏ទៅអញ្ចឹងពេលហ្នឹងពួកគាត់ទាំង3នាក់ហ្នឹងក៏នាំគ្នាដើរទៅដល់កន្លែងដែលគាត់ត្រូវអង្គុយហ្នឹងហើយបងឆាយគាត់ថាពេលដែលគាត់ទៅដល់កន្លែងហ្នឹងគាត់ចេះតែអង្គុយហូបបដា3នាក់គ្នាគាត់ហ្នឹងអង្គុយលក្ខណៈថាច្រៀងលេងផងលក្ខណៈថាសើចសប្បាយផងអញ្ចឹងណានិយាយរួមគឺគាត់មានអារម្មណ៍ថាគាត់អត់ខ្លាចអត់អីទេបងឆាយក៏ដូចជាមិត្តភក្តិរបស់គាត់អត់មានខ្លាចទេហើយណាមួយបងឆាយគាត់ចង់ដឹងដូចថាក្នុងចិត្តរបស់គាត់គឺគាត់អត់ប្រាប់មិត្តភក្តិរបស់គាត់ឲ្យដឹងទេគាត់ចង់ដឹងថាតើមនុស្សស្រី2នាក់ហ្នឹងជាណាគេហើយហេតុអីបានជាមកអង្គុយមកដុំទៅហ្នឹងគាត់ថាបើសិនជា2នាក់ហ្នឹងគាត់នៅម្ដុំហ្នឹង2នាក់ហ្នឹងនឹងមកហើយអញ្ចឹងណាអញ្ចឹងគាត់ក៏អង្គុយហូបចុកបដាភ្នែកបងឆាយគាត់មើលឆ្វេងមើលស្ដាំមើលឆ្វេងគាត់ថាអត់មានឃើញអីទេប៉ុន្តែគាត់អង្គុយរហូតដល់ម៉ោង12បងប្អូនម៉ោង12ហ្នឹងគឺកំពុងតែពេញស្ងាត់ហើយបងប្អូនបើសិនជាបងប្អូនដូចពួកគាត់វាបងប្អូនហ៊ានអត់ប៉ុន្តែបច្ចៈបន្តិចកន្លែងហ្នឹងគឺបិទថាកញ្ចុះហ្នឹងគេបិទមែនប៉ុន្តែកញ្ចុះហ្នឹងគឺគេអត់បានបិទភ្លើងទេវាតែគេទុកភ្លើងមួយឲ្យភ្លឺកន្លែងគេអញ្ចឹងណា
ហើយអាភ្លើងកញ្ចុះហ្នឹងគឺវាជះមកភ្លឺតិចដែរអញ្ចឹងវាមិនមែនល្ងិតសុទ្ធទេអញ្ចឹងពេលហ្នឹងគាត់អង្គុយហូបក្បែរម្ដុំកន្លែងកញ្ចុះហ្នឹងដែរទេមិនឆ្ងាយទេពេលស្រាប់តែគាត់អង្គុយដល់ម៉ោង 12គាត់ថាពេលហ្នឹងក៏គាត់អង្គុយហូបសុកៗហ្នឹងណាស្រាប់តែគាត់ឮសំឡេងមនុស្សស្រី2នាក់កំពុងតែយំប៉ុន្តែសំឡេងដែលឮហ្នឹងគឺលក្ខណៈថាឮរង្វើមកតាមខ្យល់ព្រោះនៅតាមមាត់ទឹកបងប្អូនអាចដឹងហើយឮរង្វើតាមខ្យល់ដល់ទៅពេលអញ្ចឹងទៅបងឆាយនេះគាត់ចាប់ដើមឮអានឹងនៅក្នុងកញ្ចក់របស់គាត់សួរមិត្តភក្តិរបស់គាត់បង A បង B ហ្នឹងថាអាដៃឮសំឡេងមនុស្សស្រីយំអត់ណាហើយ2នាក់បង A បង B ហ្នឹងគាត់ថាគាត់ឮសំឡេងហ្នឹងដែរប៉ុន្តែគាត់ថាប្រហែលជាអ្នកដែលគេសេតអីថាស្រីក្មេងៗអ្នកដែលនៅម្ដុំប្លុកដែររស់នៅក្នុងស្រុកភូមិក្បែរហ្នឹងអញ្ចឹងណាគេមកទៅគេយំគេអីសេតអញ្ចឹងទៅដល់ពេលអញ្ចឹងទៅបងឆាយគាត់មានអារម្មណ៍ថាសំឡេងដែលយំហ្នឹងគឺវាចម្លែកនិយាយទៅអារម្មណ៍របស់គាត់ក៏គាត់ថាឮហ្នឹងមិនមែនឮធម្មតាដូចមនុស្សយើងធម្មតាទេលក្ខណៈថាឮអង្វើមួយមកអញ្ចឹងណាហើយឮមកលក្ខណៈថាធ្វើឲ្យយើងហ្នឹងភ្ញាក់ខ្លួនអាពេលដែលកំពុងស្បង់សឿងហ្នឹងព្រោះដូចមានថាយើងដូចជាស្វាងអីតិចអញ្ចឹងណាអញ្ចឹងពេលដែលបងឆាយនេះគាត់ឮអញ្ចឹងគាត់ចាប់ដើមកលេចភ្នែកឆ្វេងស្ដាំគាត់មើលចំណែកឯបង A បង B គាត់គិតថាស្ដីឲ្យបងឆាយនេះគាត់ថាឯងយ៉ាងម៉េចចាំមកចិត្តតែមើលឆ្វេងមើលស្ដាំមកលើកដាច់អញ្ចឹងណាហើយក៏បបួលគ្នាដាក់ពឹកអឹកអីទៅហើយបងឆាយគាត់ថាពេលដែលហូបនៅសល់តែប្រហែលជា 3-4 កំប៉ុងទេពេលហ្នឹងណាស្រាប់តែគាត់អង្គុយសុកហ្នឹងម៉ោងប្រហែល 12ហ្នឹងគាត់ថាគាត់ឃើញមនុស្សស្រី2នាក់កំពុងតែដើរនៅម្ដុំក្បែរគាត់និយាយទៅគាត់ថាកំលៀតប្រហែលជាខ្ទង់ 50-60 ម៉ែត្រអីចឹងណាដើរទៅដើរមកអញ្ចឹងទៅគាត់ឃើញពីចង្ងាយថាវាជះភ្លើងទៅឃើញមើលទៅឃើញជាមនុស្សកំពុងតែដើរប៉ុន្តែឲ្យមើលឲ្យឃើញច្បាស់អត់ឃើញទេប៉ុន្តែគាត់ដឹងថាគ្មាននរណាក្រៅពីស្រី2នាក់ហ្នឹងទេហើយដើរចុះដើរឡើងនៅហ្នឹងបងប្អូនបងឆាយគាត់ថាពេលដែលគាត់ឃើញបែបហ្នឹងគាត់ហៅមិត្តភក្តិរបស់គាត់ឲ្យមើលទៀតមិត្តភក្តិរបស់គាត់ក៏ឃើញដែរពេលហ្នឹងណាហើយម៉ោងប្រហែលជា12នាទីអីចឹងណាគាត់ថាខ្ទង់ប៉ុណ្ណឹងស្រាប់តែដើរចុះដើរឡើងបងឆាយហើយក៏ដូចជាមិត្តភក្តិរបស់គាត់2នាក់ហ្នឹងគាត់ថាឥឡូវចង់ទៅមើល2នាក់ហ្នឹងមិនអញ្ចឹងគាត់បបួលគ្នាទៅហើយបង A បង B ហ្នឹងថាគាត់ស្បឹងដែរគាត់ថាឃើញស្រីអញ្ចឹងចង់ដឹងណាថាគ្នាមានរឿងអីមិនបានជាដើរចុះដើរឡើងទាំង2នាក់នៅនឹងអញ្ចឹងណាហើយមិនបានជាមកយំមកអីអញ្ចឹងទៅហើយគាត់ក៏ចាប់ដើមទុកអារបស់គាត់ហ្នឹងនៅមួយកន្លែងអញ្ចឹងទៅក៏ម្នាក់ងើបហើយដើរសំដៅទៅកាន់2នាក់ហ្នឹងបងប្អូននៅពេលដែលគាត់ដើរទៅហ្នឹងគាត់ថាដើរប្រហែលជា4-5-6 ជំហានគាត់មើលទៅ2នាក់ហ្នឹងគឺឃើញដើរចុះដើរឡើងនៅហ្នឹងដែរប៉ុន្តែនៅពេលដែលគាត់ដើរប្រហែលជា7-10ជំហានគាត់ថាមើលទៅគឺដូចជា2នាក់ហ្នឹងដូចបាត់តែបងប្អូនបាត់ឈឹងពីកន្លែងហ្នឹងហ្មងណាដល់ទៅពេលអញ្ចឹងទៅក៏បងឆាយក៏ដើរទៅមុខបន្តទៀតទាំង3នាក់ហ្នឹងដើរទៅហៅមើលអត់ឃើញបាត់2នាក់ហ្នឹងឈឹងបងប្អូនដល់ពេលអញ្ចឹងគឺម្នាក់ចាប់ដើមមានអារម្មណ៍ថាព្រឺក្បាលហ្មងហើយអ្នកដែលព្រឺក្បាលជាងគេគឺបងឆាយហើយបង A បង B គាត់ដំបងឡើយគាត់អត់បានព្រឺក្បាលទេណាគាត់គ្រាន់តែឆ្ងល់គាត់ថាចុះហើយទៅណាលឿនម៉េះ2នាក់ហ្នឹងបងប្អូនស្រាប់តែពួកគាត់ងាកមកក្រោយវិញណាបងប្អូនដឹងមិនអាកន្លែងដែលស្រាកន្លែងដែលសាច់ដែលគាត់ដាក់ខ្លែងមិញគាត់ថាឃើញ2នាក់ហ្នឹងកំពុងតែអង្គុយយកអាសាច់ខ្លែងមកគាត់ហ្នឹងអង្គុយលក្ខណៈថាអង្គុយលើកដាក់បបនៅមាត់អញ្ចឹងណាឃើញអង្គុយ2នាក់ហ្នឹងអង្គុយនៅហ្នឹងហ្មងអង្គុយបបហើយបងឆាយគាត់ថាពេលដែលគាត់ឃើញបែបហ្នឹងក៏ដូចជាមិត្តភក្តិរបស់គាត់ហ្នឹងក៏ស្រែកមកគាត់ថាធ្វើអី2នាក់ហ្នឹងបងប្អូនហើយស្រាប់តែគាត់ក៏លេចទៅមើលទៅគាត់ឃើញភ្នែក2នាក់ហ្នឹងកំពុងតែចោគេហៅថាចោសម្លឹងមកកាន់គាត់ណាសម្លឹងមកកាន់គាត់លក្ខណៈភ្នែកមើលទៅគឺដូចមនុស្សខឹងមកពីណាមកពីណីអញ្ចឹងហើយបងឆាយគាត់ថាគ្រាន់តែគាត់មើលឲ្យយូរទៅបងប្អូនឃើញ2នាក់ហ្នឹងគឺឃើញអត់មានជើងទាំង2នាក់ប៉ុន្តែមិត្តភក្តិរបស់គាត់បង A បង B នេះគាត់ក៏អត់បានដឹងថាជាស្អីទេណាគាត់គិតថា2នាក់ហ្នឹងគឺគ្រាន់តែជាក្មេងដែលគាត់ឃ្លានអីគាត់ចង់ហូបចង់អីចឹងណាប៉ុន្តែបងឆាយគាត់ថាពេលហ្នឹងគឺគាត់ចម្លែកជាងគេចម្លែកត្រង់ម៉េចបងប្អូនផងថា2នាក់ហ្នឹងមិនបានជាគាត់ឃើញមិននៅនោះទេហេតុអីបានជាមកដល់នេះលឿនបែបត្រង់កន្លែងហ្នឹងដែលបងឆាយគាត់ព្រឺក្បាលជាងគេហ្មងស្រាប់តែដល់ពេលដែលបងឆាយគាត់ដឹងថាអញ្ចឹងណាគាត់ក៏វួរបង A បង B ហ្នឹងដើរលឿនប្រញាប់ទៅរក2នាក់ហ្នឹងទៅមើល2នាក់ហ្នឹងណាប៉ុន្តែបងប្អូនហើយគាត់ថាឃើញ2នាក់ហ្នឹងគឺមិនមែនធម្មតាទេណាលក្ខណៈថាហោះស្ទុយចូលព្រៃបាត់គឺលក្ខណៈថាដូចអាសត្វដូចវានិយាយទៅបងប្អូនឃើញកណាត់ដូចថាកណាត់ដែលវាហោះស្ទុយអញ្ចឹងទៅបាត់ចូលក្នុងព្រៃដែលនៅក្បែរហ្នឹងបាត់ទៅហើយនៅពេលហ្នឹងបងឆាយគាត់ថាពេលដែលគាត់ទៅដល់ហ្នឹង
bài mà hộp lại quạt khơi mình là cái mấy pin nữa hộp mình nhá cứ thom đá ăn miên ấy phần liệu cái nào tha đôi chỉ ăn miên bắt sạch bắt ấy thế cứ nơi thom đá thế nên chẳng à mọi còn tay ở đây đã quạt khơi từ bốn quạt thắc khơi đôi chỉ hộp ấy đã cho một cho ấy chẳng à nó vi chùm lại bên thêm gì mẹ bóng trái á để quan vậy tha bà quạt phèo bóng ốn phải bóng ốn cứ tham mình chừa còn tay quạt thắc khơi xong bây giờ mất phèo bóng quạt bóng ấy bóng bí có khơi tài chẳng pi để khơi nhà tập phim bạn nâng á cứ bộ quạt tầng bay nè chập đám pru ba cái nhà mong chập đám pru vô tầm bên tên của tha còn lại nó cứ và có chỉ miếng ấy mùi đại lọc cả lăng nâng hay quạt đăng tập pi nè nó cứ chia về nhiên không màu nhưng màu chẳng chập đám mong ấy bóng bí nó còn chập đám vậy mà trai mày hơi ván đây vui ta nhà tôi binh nôm cái đã mê pro chẳng mà trai được đã mê pro mong hơi rút tam plei nữa cứ miếng là nó thắp pru có bá là hạ đô chỉ miếng kia nó nơi bị khởi non quạt chẳng là hốt đó quạt rút đó cái lấy bông phồng mà nè đại quạt thư ca đại quạt ban phèo mà những á quạt bông phồng mà nè nó quạt đằng vì ta quạt đằng mà quạt nè thư ca nó quạt đằng quạt còn vậy tham mà dây bạn khơi ấy khla bông mấy bạn ai mà vinh lươn mày bạn khơi kì hay pì nó có bông trai có ấy nó còn vậy thà nhom chụp ba thà nhom bạn khơi ấy dây còn tay nhom trong xu bằng ai phèo nhom mà thoáng mà bạn đã nhom thì phèo nhom mà ta mi được ấy chẳng bông phồng này nó quạt còn giấy nó được thà pin nó còn tất cả có tất bạn đây chẳng á chẳng còn có phèo thà còn lại nó cứ bị đám nói ở đây miền bánh hai thì bông phồng thông mà thì còn tay nó không ngày mùi miền pin nhạc mình sấy nó được thà quạt tơ liên tất cả bông phồng hay bàn tay vi chấm lại để mình đang tha mình phải pin nhạc thở bán kia nuông tới em đắng đó quạt slip cả ai kho cả bối hay ai giữ đằng hay mình pin nhạc người ta mình viết mà nữ để chùm tung á sấy á quạt non cái từ liên tật nó cái lấy nó cái lấy đây bọn trai cọt khơi nữa từ liên nó đang mấy cọt đau từ 2 tật trôi được không 2 tật một bàn tay nó pi để là 2 tật nó cứ đối tha kia cục kia lại đừng cùi hộp trong này lại cái trò nè kia bán chả bảo đảm tỷ hay mình đang tha mấy má pi nè nó cứ kia đang được nè quạt của tới liên này nó tới có bắt luôn đấy hay ban bụng mà đái để lại đừng cùi hộp trong nơi lư cái trò nó á có bắt con sấy pi nè năng đang là con sấy tên thì chẳng còn nó cũng đá rồi mình thấy đá rồi cho ná rồi khơi thì tái nó bị được cái đá rồi mà đông nó cái khơi đan chương người ta cô nó có bẹ bài chương bài chương đá lê nhở bẹ nó cái khơi nam Arsenal nơi một này tật nó cái khơi đan nằng hay khơi đan nó đa trâu được không nằng bom ôn nó bị đánh trắng cục kia sang tại mình chưa cái tha vì mình đá tha mấy pin đáng tờ liên tật thì hay đấy tờ liên tật ấy cả bẹ cả kho cái bối kho ấy tờ liên tật mấy cá mày nói của kho cả bối nó bị thốn là bị thời tắc á chẳng có cái ở trong là chưa thì còn tay cái khơi nan chứng đa châu tử vì vậy tất cả lại nó cứ ai tha đôi chỉ kia nuông đi cô mà dương đăng được thì ông bồn đó là p hao dẹp ta khi đa rô đại cái lại xem còn mình khơi này đó là pin trắng dẹp ta ban ở hai chiều khi rô hai chiều lăng ngay chuyện bằng ngày ấy không vậy thế cứ rô là hỗ trợ chụp ấy hậu ắt khơi thì chẳng có chập đám cái ớt thu ấy hậu chẳng á cô rô rọt khơi này vậy tới rọt khơi thì pin năng xếp thật đo pil là ở cái rô cru rồi mơ chẳng á cái thà nơi cái lại nắng có thọp miền cái ta bụ mọi tật mọi ấy bộ rẻ tật rẻ ấy nó kia lạnh đưa ra kia lạnh mình xài pin năng á chẳng có cái nó pin năng đầm mày ở nơi trong mùi đằng kia nó tam vậy đã cru vậy á chẳng pin nó có cái ao cru ấy nó á màu đưa ra chui ở khơi xả xong khơi ấy mấy pin năng chân từ còn tái pin nó có đối thà để nó cứ cái ắt phồm cái ta cái sản phẩm mấy pin nó cái trọng mang mấy pin nặng trong pin nó có cru nó cái thua về thi thua ấy để tha cái ở sông đọt đồ thầm ấy chẳng từ còn tái đối thà khang của sáng cái lư khủ nó tha ok hay tao pin nó màu bình hài tha cái phổ mày còn tái np để chạy đáy nhá cứ tăng ta khủ nó còn mấy nhá cứ liệt cái nó tha cứ thua về thi hai vậy còn tái nó pi để mà dạ khỏi máu tiết đấy cô chập đáo min nè tầm nào để cái tờ ly nó nắng á cái khơi nhá một con khơi pi nè nó coi nó dùng một tắc nằng cái khơi từ nhồi hay bên pi khăn thì cái khơi không pi nè nữa đã cho đã lại nằng là hô tao non nè là thưa ca bom phồng nè nè quạt đưa tha dụng mùi nó quạt vào màu là bàn quạt vào màu bán vào màu ấy được tập nhiều cái bạn đó hết quạt vào màu từ anh thì bây giờ quạt vào màu anh có tắc khơi cái pi nè nó có bông tàn coi mưa mà quan quạt ở dân từ việc kháng cực khơi mấy pin nắng coi dùng vậy năng tầng chẳng có quạt đang tham tự nhiên mấy pin nắng cứ nơi nặng một ổn tái đã xa tài khang của xa nắng đối tha
ខាងគេដែលនៅក្បែរៗគេអត់ដឹងថាលេខទំនាក់ទំនងគ្រួសារទៅតាមណាគេចង់ប្រាប់ចង់អីដែរតែអត់មានដឹងដំណឹងថាពុំដែរនឹងប្រហែលជាគាត់អត់ដឹងណាអត់ដឹងថាកូនហ្នឹងគឺគេធ្វើហៅប្រឡឹងហៅអីទៅវិញហ្នឹងគឺបានជោគជ័យក៏អត់គឺអត់ដឹងទេព្រោះគ្រូគាត់និយាយថាទៅហើយទៅអញ្ចឹងណាអញ្ចឹងប្រហែលជាគ្រួសារអត់ដឹងអញ្ចឹងពេលហ្នឹងក៏បានប្រហែលជាខ្ទង់មួយខែជាងអីមកហ្នឹងបានដល់ពេលដែលបងឆាយគាត់ទៅលេងហ្នឹងពេលដែលគាត់ទៅដល់ហ្នឹងបានគាត់ឃើញហេតុការណ៍ហ្នឹងអញ្ចឹងបានជាមូលហេតុដែលបងប្រុសម្នាក់ដែលជាបុគ្គលិកហ្នឹងគាត់ប្រាប់ថាកុំឲ្យនៅយូរពេកខ្លាចលោកមានបញ្ហាមានអីអញ្ចឹងណាអញ្ចឹងអត្តន័យដែលបងប្រុសម្នាក់គាត់ប្រាប់បងឆាយគឺគាត់មានន័យថាកុំឲ្យនៅនឹងយូរពេកខ្លាចគាត់ឃើញអីទៅជាខ្លាចទៅជាអីអញ្ចឹងណាហើយកាលណាដែលឃើញទៅអាចថាភ្ញៀវនឹងគាត់យករឿងនឹងទៅប្រាប់អ្នកដតីប្រាប់អីអញ្ចឹងខ្លាចប៉ះពាល់ដល់កន្លែងគាត់អញ្ចឹងទៅអាហ្នឹងជាមូលហេតុដែលបងប្រុសនឹងគាត់និយាយអញ្ចឹងប៉ុន្តែបងឆាយគាត់ថាពេលហ្នឹងគឺដោយសារតែបងប្រុសម្នាក់ហ្នឹងគាត់ព្យាយាមហាមគាត់អត់បានអញ្ចឹងក៏ទៅអញ្ចឹងបានគាត់ថារឿងរ៉ាវដែលបានកើតឡើងនៅកន្លែងហ្នឹងគឺមានជើងកបមានក្មេងដែរស្រីគាត់ស្លាប់នៅហ្នឹងហើយគាត់នៅវល់នៅហ្នឹងហើយមួយទៀតបងប្អូនគឺរបៀបថាបងប្រុសដែលគាត់ធ្វើការហ្នឹងគាត់តែងតែដាក់ដូចថាសែនដាក់អីចឹងណាហៅក្មេងៗពីរនាក់ហ្នឹងឲ្យដូចថាសែបសោយអីទៅព្រោះអីដូចថាគាត់ដឹងថាវិញ្ញាណពីរនាក់ហ្នឹងគឺគាត់នៅហ្នឹងអញ្ចឹងគាត់ជាដាក់សែនមានរបស់អីដាក់ហូបចុកដាក់សែនអញ្ចឹងទៅណាហើយមានយប់មួយហ្នឹងក៏បងប្រុសហ្នឹងគាត់ថាគាត់ឃើញច្បាស់ហ្មងឃើញក្មេងពីរនាក់ហ្នឹងកំពុងតែអង្គុយដូចថាស៊ីអារបស់ដែលគាត់ដាក់សែនហ្នឹងគាត់ឃើញហ្មងនិយាយទៅគឺបើអ្នកដែលគាត់អត់ធ្លាប់ឃើញអាហ្នឹងប្រហែលជាគាត់អត់ជឿទេប៉ុន្តែអ្នកធ្លាប់ឃើញគឺគាត់ជឿអញ្ចឹងបានបងប្រុសអ្នកហ្នឹងគាត់ដឹងហេតុការណ៍ហ្នឹងហើយបានគាត់ព្យាយាមធ្វើម៉េចគាត់ភ្ញៀវគាត់អីប្រាប់ភ្ញៀវថាកុំឲ្យនៅយប់ហ្នឹងថាខ្លាចឃើញអ្វីដែលកាត់ឡើងនៅកន្លែងហ្នឹងអញ្ចឹងណាហ្នឹងហើយអានេះវាជារឿងរ៉ាវមួយដែលបងឆាយគាត់ថាគាត់មិនដែលឃើញស្ដែងអញ្ចឹងទេបងប្អូនគាត់ដែលឃើញទេហើយគាត់ឆ្ងល់ថាពីរអ្នកហ្នឹងជានរណាគេទេតាំងពីដើមមកគាត់ឆ្ងល់ហ្មងរហូតទៅដល់គាត់ស្រាយចម្ងល់ថាពីរអ្នកហ្នឹងមិនមែនជាមនុស្សទេព្រោះដោយសារតែគាត់ឃើញហ្នឹងគឺលក្ខណៈថាឃើញបាត់ហើយមិត្តភក្តិរបស់គាត់មើលទៅគាត់ឃើញទេដូចរបៀបថាគេឲ្យគាត់ឃើញហើយមនុស្សគាត់ប្រហែលជាមានអាកាយ៉ៅមួយដែលធ្លាប់ដូចថាទៅណាក៏គេឲ្យឃើញទៅណាគេឲ្យឃើញអញ្ចឹងណាគាត់ថាមិនមែនលើកទី1ដែលគាត់បានឃើញទេគាត់ថាការដែលឃើញកន្លងមកវាឃើញតិចទេប៉ុន្តែលើកនេះគឺឃើញច្បាស់ហ្មងបងប្អូនទាំងដែលមិត្តភក្តិរបស់គាត់ដំបូងឡើយមើលអត់ឃើញទេរហូតដល់ម៉ោងប្រហែលជាបន្ទាប់ពី10ហ្នឹងបានគេឲ្យឃើញទាំងអស់គ្នាអញ្ចឹងណាហើយឃើញនឹងវាស្ដែងពេកបងប្អូនអាចថាវិញ្ញាណគ្នាជាវិញ្ញាណដែលតៃហោងគ្នាអត់ឃ្លានគ្នាពិបាកចិត្តគ្នាអីចឹងណាអញ្ចឹងក៏គ្នានៅតែនឹងអញ្ចឹងទៅហើយបន្ទាប់ពីនឹងមកបងឆាយគាត់ក៏មិនហ៊ាននិយាយរឿងរ៉ាវនឹងប្រាប់គេប្រាប់ឯងណាព្រោះអីទៅថាខ្លាចថាបងប្រុសនឹងគាត់ត្រូវបានបាត់បង់ការងារធ្វើអញ្ចឹងណាព្រោះបងប្រុសគាត់អង្វរហើយណាមួយគឺគាត់ថាកន្លែងដែលកើតហេតុហ្នឹងគឺវាជាកន្លែងមួយដែលគេទៅដើរលេងច្រើនអញ្ចឹងគឺគាត់អាចថាខ្លាចប៉ះពាល់ដល់កន្លែងគេប៉ុន្តែគាត់ថាអាពេលដែលគាត់ទៅដើរលេងហ្នឹងគឺគាត់គត់ឆ្នាំទៀតគាត់30ឆ្នាំបងប្អូនអញ្ចឹងគាត់ថាមុននឹងគាត់ទៅដើរលេងហ្នឹងអាពេលដែលគាត់ជិះតាមផ្លូវទៅដើរលេងហ្នឹងគាត់ញាក់បោកភ្នែកមែនតើញាក់សាហាវមែនតើអញ្ចឹងពេលដែលគាត់ទៅជួបរឿងរ៉ាវហ្នឹងហើយគឺគាត់នឹកឃើញថាអូប្រហែលជាមកពីរាសីគាត់ផងឲ្យមកទៅអញ្ចឹងណាបានគាត់ជួបរឿងរ៉ាវអញ្ចឹងហើយទាំងពីមុនមកគាត់ឃើញអត់ច្បាស់តែលើកនេះគាត់ឃើញច្បាស់ប្រហែលជាមកពីគាត់គត់ឆ្នាំទី2ប្រហែលជាមកពីរាសីគាត់ដាក់ផងបានគេឲ្យគាត់ឃើញច្បាស់អញ្ចឹងណាអញ្ចឹងហើយអញ្ចឹងគាត់ថាបន្ទាប់ពីគាត់ដឹងរឿងរ៉ាវហ្នឹងហើយគាត់ព្រឺក្បាលហើយអ្នកដែលព្រឺក្បាលខ្លាំងជាងហ្នឹងគឺមិត្តភក្តិរបស់គាត់ទាំងបង A បង B ហ្នឹងប៉ុន្តែទាំង3អ្នកហ្នឹងគឺគាត់លក្ខណៈថាធ្វិចភ្នែកទៅឃើញតែរូបភាពហ្នឹងរហូតទៅដល់គាត់ហ្នឹងទៅរកគ្រូរកលោកឲ្យស្រោចទឹកផងចងខ្សែចងអីផងហើយមិនត្រឹមតែប៉ុណ្ណឹងគាត់បានទៅវត្តទៅអីហើយអត់ទិកសលឲ្យក្មេងស្រី2នាក់ហ្នឹងទៀតគាត់អត់បានមកកន្លែងហ្នឹងទេប៉ុន្តែគាត់អត់ទិកសលគាត់ថាបើសិនជាក្មេងស្រី2នាក់ហ្នឹងគាត់ត្រូវការបន់ត្រូវការអីគាត់អត់ទិសឲ្យអញ្ចឹងណាអញ្ចឹងគាត់ព្យាយាមធ្វើតាមហ្នឹងប៉ុន្តែគាត់អត់ដឹងថាតើ2នាក់ហ្នឹងគាត់អាចទទួលបានឬក៏មិនទទួលបានទេហ្នឹងហើយអញ្ចឹងអានេះវាជារឿងរ៉ាវដែលបងឆាយគាត់បានជួបជាមួយនឹងមិត្តភក្តិរបស់គាត់បង A បង B ប៉ុន្តែរឿងរ៉ាវមួយនេះបើសម្រាប់ខ្ញុំមានអារម្មណ៍ថាខ្ញុំអាណិតណាអាណិតក្មេងស្រី2នាក់ហ្នឹងមែនតើគ្នាមិនដឹងថាឈឺចាប់ប៉ុណ្ណាមិនដឹងថាគ្នារងទុកប៉ុណ្ណាទេបងប្អូនតែគ្នាត្រូវនៅនឹងអញ្ចឹងណាអញ្ចឹងគឺមានតែជួលមុនជុំកសលទៅអ្នកដែលគាត់ខ្វះបុណ្យខ្វះអីគាត់អាចថានៅចាំកន្លែងចាំអីអញ្ចឹងណាអាហ្នឹងវា
មានអារម្មណ៍ថាគួរអាណិតក្មេងស្រីពីរនាក់នឹងមែនតើហ្នឹងហើយអញ្ចឹងរឿងរ៉ាវនេះគឺមានតែប៉ុណ្្នឹងទេដែលខ្ញុំទទួលបានពីបងឆាយហើយបងប្អូនយល់យ៉ាងណាដែរចំពោះរឿងរ៉ាវមួយនេះហើយខ្ញុំក៏មិនជំរុញឲ្យបងប្អូនជឿនៅអ្វីដែលបងឆាយក៏បានចែករំលែកមកដែរណាគ្រាន់តែថាយើងជឿក៏យើងជឿទៅបើយើងមិនជឿយើងគ្រាន់តែស្ដាប់ទុកជាការកំសាន្តអារម្មណ៍ទៅបានហើយយើងកុំសូវតឹងរឹងពេកចំពោះរឿងរ៉ាវដែលប្រិមិត្តគាត់ផ្ញើមកព្រោះរឿងរ៉ាវខ្លះវាអាចនឹងពិបាកជឿបងប្អូនដោយសារតែយើងអាចថាមិនដែលធ្លាប់ឃើញអញ្ចឹងយើងអត់អាចថាគួរជឿទេប៉ុន្តែអ្នកដែលគាត់ធ្លាប់ឃើញធ្លាប់ឆ្លងកាត់បានគាត់យល់អារម្មណ៍មួយហ្នឹងហើយគាត់ជឿមែនតើហើយដូចខ្មែរយើងធ្លាប់និយាយថាលើគេនិយាយ1000ដង10000ដងមិនស្មើនឹងយើងបានឃើញបានជួបម្ដងអញ្ចឹងណាអញ្ចឹងគឺវាដូចគ្នាដែរហើយប៉ុន្តែយ៉ាងណាយើងអាចថាជឿដោយការពិចារណាកុំឲ្យយើងជឿដោយខ្វះនៅការពិចារណាឬក៏យើងប្រើនៅវិចារណញ្ញាណយើងឲ្យបានខ្ពស់ដើម្បីដូចថាស្ដាប់នៅរឿងរ៉ាវទាំងឡាយដែលបានកើតឡើងថាអ្វីដែលគួរជឿអ្វីដែលមិនគួរជឿហើយយើងគ្រាន់តែស្ដាប់វាគ្រាន់តែជាការកំសាន្តអារម្មណ៍ទៅព្រោះមិនមែនឲ្យបងប្អូននឹងត្រូវតែជឿនៅអ្វីដែលរឿងរ៉ាវប្រិមិត្តផ្ញើមកទាំងអស់នោះទេហ្នឹងហើយអូខេអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរសូមអរគុណច្រើនបងប្អូនទាំងគ្នាសូមជម្រាបលា